គម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ 2 សម្រាប់ការសាងសង់បាន 40% គម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ 2 អាចមានសមត្ថភាពស្តុបទឹកបានប្រមាណ 860 លានម៉ែត្រគូប និងក្លាយជាអាងស្តុបទឹកដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត់ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទំនប់អាងទឹកលេខ 2 នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន ទី1 អាចស្តុបទឹកបាន 860 លានម៉ែត្រគូប និងអាចស្រោចស្រង់លើផ្ទៃដីចំនួន 262,500 ហិកតា ដែលនឹងផ្ដល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្ម បន្ថែមទាំងរដូវប្រាំង និងរដូវវស្សា ទី2 កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក ទី3 បញ្ជាបាននូវការខូចខាតប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជំនន់ និងទី4 ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ 2025 គម្រោងនេះសម្រេចបានប្រមាណ 40% ដោយបានចាប់ផ្ដើមអនុវត្តក្នុងខែមករា ឆ្នាំ 2025 ហើយក្រុងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ 2027